គាត់កំនួចចិត្តហ្នឹងគឺថានៅដិតដាមហើយអាចចូលទៅកាន់និមិត្តជាសុបិនទៅទៀតទី2គឺរឿងសុបិននឹងហើយគឺតែងតែសុបិននិមិត្តផ្លាយឃើញនាគឃើញទេវតាឃើញបារមីឃើញលោកតាមានីអេសីឃើញសច្ចៈណាមួយទៅប្រាប់គាត់ឬឃើញទំនៀមនៃព្រះសង្ឃដែលតែងតែមកប្រាប់ចង់ឲ្យបង្ហាញផ្លូវនៅក្នុងនិមិត្តនៅក្នុងសុបិនរបស់គាត់អ្នកខ្លះក៏ឃើញមានលោកតាឥសីចឹងទៅអ្នកខ្លះឃើញមានព្រះសង្ឃគឺជាប់តាក់ទងនឹងគ្រូបាជាយគ្រូកំណើតបើឃើញព្រះសង្ឃគឺតាក់ទងនឹងគ្រូបាជាយរបស់គាត់ឬគ្រូឧបជាដែលធ្លាប់បំបួសធ្លាប់ជាជីដូនជីតារបស់យើងដែលលោកកាន់ខាងព្រះពុទ្ធសាសនាពីអតីតជាតិមកអញ្ចឹងលោកជាគ្រូដើមតាមថែរក្សាការពារបុគ្គលដែលមានសម្បកកាយឬក៏មានញាណពាក្យដិតជាតិធ្លាប់ចាប់បដិសន្ធិជាកូនចៅធ្លាប់ជាប់ពាក្យជាប់សម្ដីតាមមុខរក្សាដោយសច្ចៈតាមមុខរក្សាដោយគេហៅថានិស័យបុណ្យអញ្ចឹងការដែលយើងឃើញរឿងចម្លែកក្នុងសុបិនឬទទួលញាណអារម្មណ៍វិញ្ញាណទី6នឹងឲ្យដឹងហេតុការដឹងរឿងរ៉ាវអ្វីមួយវាជារឿងធម្មតាទូទៅសម្រាប់អ្នកមានញាណនៅក្នុងទឹកដីនគររបស់យើងហើយច្រើនទៅទៀតគ្រាន់តែមានបុគ្គលពីរប្រភេទទី1អ្នកដែលដឹងហើយស្វែងយល់ការពិតទទួលយកខំប្រឹងព្យាយាមរក្សាសិលបដិបត្តិមួយទៀតដឹងហើយឮហើយភាពខុសប្លែករបស់ខ្លួនឯងពីអ្នកដទៃហើយប៉ុន្តែមិនជឿមិនទទួលយកការពិតហើយក៏មិនបដិបត្តិមិនធ្វើតាមដែរគ្រាន់តែថានៅវិលវល់ជាប់នឹងចំណងលោកីកើតចាស់ឈឺស្លាប់ឬមិនរួចហ្នឹងហើយទោះដឹងថានិស័យរបស់ខ្លួនឯងជាតិនេះជួបរឿងកម្មជួបរឿងទុកទោសច្រើនហើយមានអ្នកដែលតាមថែរក្សាយ៉ាងណាប៉ុន្តែពេលខ្លះជាប់នឹងបំណុលមនុស្សលោកជាប់នឹងចំណងកូនចំណងប្តីប្រពន្ធចំណងញាតិធ្វើឲ្យគាត់នឹងរកកន្លែងឬអរួចអញ្ចឹងมันអាចចូលទៅកាន់ការបដិបត្តិត្រឹមសិល5ក៏រក្សាមិនបានផងនឹងបុគ្គលមួយចំនួនដែលគាត់ជាពញាតជាតួអង្គដែលចោះចាប់បដិសន្ធិពីឋានមកដែលតម្រង់ឈ្មោះមកថាសាងបារមីសន្សំទៅប៉ុន្តែមានមាចងជើងជាប់មានហេតុបច្ច័យចាស់ម្ចាស់កម្មតាមមកគេហៅថាកុំឲ្យដើរចូលផ្លូវសច្ចៈបារមីឬការប្រតាក្នុងផ្លូវរួចចាក់ទុកបានគឺមាចងជើងកាត់ផ្ដាច់ផ្លូវរបស់បុគ្គលដែលជាអ្នកមាននិស្ស័យនឹងច្រើនណាស់អញ្ចឹងបើសួរថាក្នុងទឹកដីនគររបស់យើងមានតួអង្គចោះចាប់បដិសន្ធិពីឋានមកច្រើនណាស់តើប្រមាណអ្នកដែលអាចនឹងរើបំរាស់រួចប្រមាណអ្នកដែលនឹងអាចព្យាយាមស្វែងរកផ្លូវបដិបត្តិតាមផ្លូវសិលសមាធិវិបស្សនាបានហើយប្រមាណអ្នកដែលអាចទៅរកផ្លូវមគ្គឬអរិយមគ្គការកំណត់ឃើញនៅសេចក្តីទុក្ខការពិតជាទុក្ខនិងផ្លូវទៅកាន់ទីរំលត់ទុក្ខគឺមានតិចណាស់ម្នាក់សុទ្ធតែត្អូញត្អែជាប់នឹងកិលេសជាប់នឹងចំណងហើយបងប្អូនដឹងហើយថាសម័យនេះជាសម័យកិលេសចាស់ខ្លាប្រាជ្ញាទុនខ្ចីមនុស្សជាច្រើនគឺកិលេសនឹងចាស់ខ្លាឯប្រាជ្ញាទុនខ្ចីមិនមែនបញ្ញាចាស់ខ្លាកិលេសទុនខ្ចីទេគឺកិលេសគឺលេសហ្នឹងណាជាប់កូនជាប់ចៅជាប់ប្តីជាប់ប្រពន្ធជាប់ទ្រព្យជាប់ញាតិជាប់ការបង្រៀនជាប់ការសិក្សាជាប់នេះជាប់នោះគឺរើមិនរួចគឺស្វែងរកលេសស្វែងរកផ្លូវដោះខ្លួនចេញពីហេតុចាស់ហ្នឹងគេហៅថាការសន្សំបារមីរបស់ខ្លួនប៉ុន្តែយ៉ាងណាក៏ដោយបុគ្គលខ្លះក៏ស្វែងរកផ្លូវក្នុងការរំដោះខ្លួនបាននិងការសាងបារមីញាណដោយការជ្រើសរើសផ្លូវកណ្ដាលមានន័យថាព្យាយាមសិក្សាអប់រំចិត្តរំលត់នៅកិលេសតណ្ហាឲ្យស្រាលស្ដើងដើម្បីរកចំណុចកណ្ដាលឲ្យខ្លួនឯងនឹងចេញពីសេចក្តីទុក្ខនឹងភាពជាប់ជំពាក់ព្រោះដឹងថាមនុស្សលោកនេះទោះបីជាប្រឹងយ៉ាងណាខំយ៉ាងណាពូនផ្ដុំយ៉ាងណាស្វែងរកទ្រព្យទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយប៉ុន្តែចុងក្រោយនៅតែលះរបស់ទ្រព្យដែលខ្លួនបាននោះនៅទីបំផុតដដែលគ្មាននរណាម្នាក់បានអ្វីពីការកើតរលត់នឹង
ទ្របកិលេសឬកំហាក់ស្លេះនៅលើផែនដីនេះយកទៅបានទេអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គធៀបនឹងទ្របរបស់នៅក្នុងលោកនេះត្រឹមតែជាស្លេះដែលគេខាកចោលស្លេះដែលបុគ្គលទាំងឡាយស្រាលស្ដើងនៅកិលេសគេខាកចេញគេព្យាយាមស្វែងរកការបដិបត្តិសិលសមាធិវិបស្សនាដើម្បីគៀបតម្រង់ឲ្យបញ្ញាចាស់ខ្លាឯកិលេសនឹងបាក់ទ្រូមគឺគេខាកចោលច្រើនណាស់តែបុគ្គលនៅក្នុងសម័យនេះគឺព្យាយាមស្វែងរកព្យាយាមរត់ទៅរកកំហាកពូនផ្ដុំទ្រព្យសម្បត្តិនឹងតណ្ហាកាន់តែខ្លាំងជាងមុនអញ្ចឹងមើលតាមគ្នាមើលតាមសង្គមហ្នឹងហើយមិនសូវមាននរណាម្នាក់ព្យាយាមផ្ដោតទៅលើផ្លូវកណ្ដាលទេគឺភាគច្រើនគឺថាឲ្យតែមានចំណងប្តីប្រពន្ធកូនញាតិគឺថាជាប់លះមិនរួចទេនឹងគឺជារឿងការពិតហើយឥឡូវនេះពាក្យថាកិលេសចាស់ខ្លាបញ្ញាទុនខ្ចីគឺសំដៅដល់បុគ្គលដែរជាប់ជំពាក់នៅចំណងក្នុងកាមគុណ5មានរូបសម្លេងក្លិនរសផតពៈធម្មារម្មណ៍ណាជាប់នៅក្នុងចំណងជាប់នៅក្នុងអន្ទាក់របស់មាដឹងហើយថាកាមគុណដែលខ្លួនសែបដែលខ្លួនត្រេកត្រអាលចង់បានរូបសម្លេងក្លិនទាំងឡាយហ្នឹងគឺជារបស់មិនទៀងប្រែប្រួលជាទុក្ខកាន់យកមិនបានបង្គាប់បញ្ជាមិនបានប៉ុន្តែនៅតែព្យាយាមស្វែងរកនៅតែព្យាយាមយកខ្លួនឯងទៅប្រឡាក់គេហៅថាយកជាប់ភ្នៅមកបៀតឃ្លៀអញ្ចឹងទីបំផុតគឺនៅជាប់ស្អិតมันអាចរើរួចដូចជាសត្វស្វាជាប់នឹងជ័រកែវអញ្ចឹងណាជាប់គឺដោះអត់ចេញពិបាកណាស់ហើយបញ្ញាទុនខ្ចីមានន័យថាការសិក្សាការស្វែងយល់ពីពធសច្ចធម៌រឿងធម្មជាតិគឺកាន់តែតិចទៅបញ្ញានឹងកាន់តែស្ដាងទៅរកទិន្នន័យក្នុងការបចារណាដោះខ្លួនឯងនឹងមិនបានដោយសារតែកិលេសដឹកមុខខ្លាំងអញ្ចឹងនៅពេលដែលមានបញ្ញាស្ដើងហើយខ្ចីអញ្ចឹងมันអាចបង្ក្រាបនៅកិលេសអវិជ្ជាដែរគ្របសម្កត់ដែរដឹកមុខដឹកមាត់របស់បុគ្គលម្នាក់នោះបានទេខ្ញុំប្រកាសរណាខ្ញុំបាទក៏សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនពញាទីចិត្តទីឆ្ងាយអ្នកដែលបានតាមដាននៅក្នុង Channel បារមីចក្រវាលមហាសាលវគ្គ1វគ្គ2បារមីស្រុកខ្មែរមហានគរនិង Facebook Page ឲ្យបានជ្រាបថាការចូលរួមបំពេញបុណ្យកសាងអាស្រមព្រះសាមេត្រីកសាងព្រះបដិមាព្រះសាមេត្រីនិងមូលនិធិសម្រាប់បងកងទ័ពយុទ្ធជនជួរមុខក៏នៅតែទទួលឬបន្តទទួលជាដដែលព្រោះការកសាងព្រះសាមេត្រីការកសាងអាស្រមព្រះសាមេត្រីនឹងបន្តបង្ហើយធ្វើនៅក្នុងឆ្នាំ2025 2026 2027ទើបចប់សពគ្រប់អញ្ចឹងចំណែកនឹងការចូលរួមក្នុងការបំពេញបុណ្យកុសលរបស់បងប្អូនក៏នៅតែបន្តការចូលរួមតាមសទ្ធាជ្រះថ្លាមិនថាតិចក្តីច្រើនក្តីទាំងក្នុងនិងក្រៅប្រទេសទៅតាមសទ្ធានឹងការសន្សំឧបនិស្ស័យបុណ្យរបស់បងប្អូនពញាចិត្តឆ្ងាយដោយឡែកផ្សេងទៀតគឺតាក់ទងនឹងមូលនិធិបងកងទ័ពទាំងស្បៀងអាហារក៏យើងត្រូវតែបញ្ជូនទៅជាលើកទី3បន្តទៀតហើយនៅតែបន្តការទទួលនៅបច្ច័យថវិការបស់បងប្អូនសម្រាប់ការជួយជាតិជួយមាតុភូមិជួយដល់បងកងទ័ពសមរភូមិខាងមុខដែលបានពាក់លីឬហៅថាកំពុងតែប្រយុទ្ធច្បាំងនឹងខ្មាំងសត្រូវចឹងក្នុងការបំពេញបុណ្យតូចធំទាំងឡាយបុណ្យនានាខ្ញុំបកណាខ្ញុំបាទក៏នៅតែបន្តការទទួលហើយបងប្អូនក៏នៅតែអាចចូលរួមបានតាមរយៈ Facebook Page ដែលខ្ញុំបាទកំពុងតែផុសវីដេអូនេះនិង Channel YouTube មានលេខទូរស័ព្ទមាន QR Code ដែលខ្ញុំបានដាក់ឬអាចតាក់ទងតាមលេខទូរស័ព្ទ077 54 93 54 096 67 46 707 067 35 89 36
នេះជាលេខទូរស័ព្ទទាំង3ខ្សែដែលមាន Telegram បងប្អូនអាចតាក់ទងបានមិនថា call ទំនាក់ទំនងសាកសួរព័ត៌មានបានដូចគ្នាការចូលរួមរបស់ពុកម៉ែមីបងប្អូនក្រៅប្រទេសអាចចូលរួមបានតាមរយៈ Western Union តាមរយៈ MoneyGram តាមរយៈ RIA ឬអាចឆាតតាក់ទងតាមរយៈ Facebook Page និង Telegram បានដែលខ្ញុំបាទនឹងផ្ញើអាសយដ្ឋានជូនសម្រាប់ការផ្ញើបច្ច័យថវិកាក្នុងការចូលរួមបំពេញបុណ្យរួមឧបនិស្ស័យដើម្បីឲ្យឆ្លងផុតគ្រោះភ័យទុក្ខសោកកម្មពៀរទាំងឡាយទាំងពួងដោយជាបងប្អូនបានដឹងហើយថាក្នុងពេលនេះជាពេលវេលាដែលត្រូវសន្សំបុណ្យធ្វើសេចក្តីល្អអំពើល្អដើម្បីឲ្យឆ្លងផុតទុក្ខគ្រោះកាយគ្រោះកម្មមានតែការធ្វើបុណ្យរួមចំណែកបុណ្យការសាងនូវសេចក្តីល្អទេទើបនាំឲ្យយើងបានរួចផុតពីទុក្ខហើយជាបុណ្យដ៏មហាសាលធំធេងប្រមាណរាប់មិនបានក្នុងការចូលរួមការកសាងព្រះស្អាតមេត្រីកសាងអសមព្រះស្អាតមេត្រីការចូលមូលធិកងទ័ពនេះសិតតែជាបុណ្យធំជាបុណ្យដែលក្រៃលែងគួរអនុគ្រោះដល់ការចូលរួមមិនថាសទ្ធាបងប្អូនតិចច្រើនយ៉ាងណាសិតតែជាបុណ្យដ៏គេហៅថាវិសេសវិសាលដែលអាចកម្ចាត់បងនៅកម្មចាស់កម្មតូចកម្មធំទាំងឡាយឬអាចសម្រាលនៅទុក្ខទោសទាំងឡាយទាំងពួងមានអានិសង្សបុណ្យអាចឈ្នះនៅអមនុស្សណាខ្មាំងសត្រូវព្រមទាំងផ្សាយមេត្តាដល់ម្ចាស់កម្មម្ចាស់ពៀរបស់យើងព្រមទាំងការផ្សាយមេត្តាឲ្យខ្លួនឯងឆាប់រួចទុក្ខរួចកម្មរួចពៀវេរាផងដែរហើយសម្រាប់បងប្អូនបញ្ញត្តិទាំងអស់ក៏សូមជួយទៅ like page Facebook ថ្មីដែលខ្ញុំបាទបានបង្កើតឡើងឈ្មោះថាបារមីមហានគរបារមីមហានគរជាភាសាខ្មែរព្រមទាំង page មួយទៀតមើលខ្សែបាតដៃតួអង្គបារមីមហានគរខ្មែរសម្រាប់បងប្អូនមើលខ្សែបាតដៃក៏អាចតាក់ទងតាមរយៈ Facebook Page របស់ខ្ញុំបាទបាននិង Page ផ្លូវការបារមីមហានគរដែលមាន logo ពណ៌លឿងអញ្ចឹង Facebook Page តំណាក់តំណងបាន Telegram ក៏តំណាក់តំណងបានសម្រាប់ការមើលខ្សែបាតដៃនឹងហើយតាក់ទងនឹងវាសនាឆាកជីវិតផ្សេងដូចជាការចូលរួមក្នុងការបំពេញបុណ្យដូចគ្នាខ្ញុំបកណាក៏សូមគោរពលាក៏សូមជូនពរព្រមទាំងប្រសិទ្ធពរជ័យដល់បងប្អូនបញ្ញត្តិទូទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមឲ្យបានរួចចាកផុតទុក្ខទោសកម្មពៀរបានបុណ្យកុសលអំណាចអានិសង្សស្មើគ្នារួចផុតពីកម្មពៀរទុក្ខទោសទាំងឡាយទាំងពួងគ្រប់ប្រការសូមអនុមោទនានិងសូមគោរពលាសូមអរគុណនិងសូមអរព្រះគុណ